បណ្ដាសា25ឆ្នាំរបស់ Game Madden សឹងតែគ្មានកីឡាករណាអាចគេចពីបណ្ដាសានឹងបានបណ្ដាសាអីគេ Well ចាំខ្ញុំនិទានរឿងឲ្យប្រឯងហើយរឿងអីបន្ទាប់ប្រឯងគិតខ្លួនឯងណា Harrison Hart ត្រូវបានធ្វើជាអ្នកតំណាងឲ្យ Game Madden 99 ពេញលក់ឆ្នាំ99ដែរមិនយូរក្រោយមកគាត់ត្រូវបានបាក់កជើង Barry Sanders អ្នកដែលមានសំណាងត្រូវបានជ្រើសធ្វើជាអ្នកតំណាងឲ្យ Madden ឆ្នាំ2000មិនយូរក្រោយមកគាត់ត្រូវបានចូលនិវត្តន៍ដែលរហូតដល់ឥឡូវក៏ខ្ញុំមិនសូវជឿ Dante Culpepper ក្រោយពីតំណាងឲ្យ Game Madden ឆ្នាំ2002គាត់ត្រូវបានដួលចាប់កែបវាស់ដីរៀងឆ្ងាយគួរសមដូចចំណែកតួអង្គបន្ទាប់នោះគឺ Michael Vick តំណាងឲ្យ Game Madden ឆ្នាំ2004រឿងគាត់ជួបនោះគឺឆេះជើងចំណែកលោក Bradford តំណាងឲ្យ Game Madden ឆ្នាំ2009ត្រូវបានរបួសស្មា Drew Brees Game Madden ឆ្នាំ2011ប្រកួតចាញ់ជាប់គ្នារហូតហ្មងឥឡូវប្រហែលយល់ខ្ញុំនិយាយដូចជាកីឡាករណាធ្វើជាតំណាងឲ្យ Game Madden NFL ទី1របួសទី2ទឹកដៃចុកខ្សោយទី3របួសធ្ងន់ទី4បញ្ចប់ការងារយកមកគាត់ធ្វើកីឡាករ Your reward will be great. Behold! Whoopsie. អាការចេញដល់នឹងវាល្បីដល់ថ្នាក់ EA ត្រូវងើបឡើងនិយាយថាអាបណ្ដាសាណាអត់មានប៉ិតទេកុំភ័យកំព្រួយហើយអាហាង EA ហ្នឹងកម្រងធ្វើរឿងមួយមានឈ្មោះថា Madden Curse ដើម្បីឌឺដល់អារឿងបណ្ដាសាហ្នឹងស្រៀង Family Guy យល់ទេច្បាស់ណាមិនមែនកីឡាករណាក៏ជឿទៅលើអាបណ្ដាសាហ្នឹងដែរអញ្ចឹងមិនរាល់ឆ្នាំណាក៏មានមនុស្សស្ម័គ្រចិត្តធ្វើតំណាងឲ្យ game ហ្នឹងដែរច្បាស់ណាមិនមែនណាគេក៏សោយជាប់បណ្ដាសាហ្នឹងដែរឧទាហរណ៍ដូចជា Calvin Johnson តំណាងឲ្យ Game Madden ឆ្នាំ2013គាត់ក៏បានប្រកួតជោគជ័យយ៉ាងច្រើននៅក្រោយហ្នឹងដែរដូចជាកីឡាករក្នុង Madden ឆ្នាំ2015 2016ហើយនិង2018ប៉ុន្តែរហូតដល់ឆ្នាំ2020ដោយអាបណ្ដាសាហ្នឹងចាប់ដើមស័ក្តិសិទ្ធិមកវិញនោះគឺកីឡាករ Patrick Mahomes គឺគាត់ជួបរបួសក្បាលជង្គង់ប៉ុន្តែក្រោយមកគាត់បានជាសះស្បើយក៏បានលើកពានរង្វាន់ Super Bowl ប្រហែលជាគាត់ត្រូវបដាសាពាក់កណ្ដាលតែប៉ុណ្ណោះរហូតមកដល់ Madden ឆ្នាំ2021លោក Lamar Jackson គាត់ជោគជ័យនៅក្នុងការងាររបស់គាត់ដល់ថ្នាក់អ្នកទាំងឡាយគិតថាអូអាបដាសាហ្នឹងបានលាយអស់ហើយប៉ុន្តែដល់ឥឡូវអាបដាសាត្រូវបានអ្នកកសែតយ៉ាងច្រើននាំគ្នាពិគ្រោះគ្នាថាចាំមើលឆ្នាំហ្នឹងកីឡាករហ្នឹងត្រូវបដាសាមួយក៏អត់វាស្តៀងនឹងតួអង្គសម្ដែងរឿង Superman ដែរបដាសា Superman យើងដឹងទេ